លោកប្រធានខ្ញុំបានរកឃើញគ្រូពេទ្យទៀតនៅក្នុងមន្ទីរពេទ្យនេះហើយថាម៉េចនាំខ្ញុំទៅទីនោះភ្លាមគេនិយាយថានាងនៅក្មេងណាស់បើវាជាល្បិចក្នុងបំណងជួបមកលោកប្រធាននោះប៉ុន្តែឬមិនពិតចាំខ្ញុំទៅមើលផ្ទាល់វាអាចនឹងមានគ្រោះថ្នាក់ដល់លោកម្ចាស់ទូចណាស់ខ្ញុំមានការបារម្ភណាហើយនៅទីនេះមែនទេក្លាហានឡើងអ្នកមិនត្រូវភ័យខ្លាចអ្វីទាំងអស់គ្មានពេលបញ្យល់ទៀតទេឆាប់ដងអាភ្លាមទៅចាំសិនខ្ញុំមានគំនិតមួយទៀតណាលោកឆៅខ្ញុំរួចរាល់ហើយតើទៅជួបលោកប៉ាបាទប្រកាសហើយលោកម្ចាស់ទូត